ស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់មេរៀនទី4ពាក់ព័ន្ធជាមួយនឹងការបង្កើតគណនី TikTok Ad ឬក៏ TikTok Ad Manager ដើម្បីយើងយកទៅធ្វើការ boot TikTok របស់យើងបងប្អូនណាបាទតោះឥឡូវកុំឲ្យវែងឆ្ងាយយូរយើងចូលទៅកាន់ TikTok Ad ទាំងអស់គ្នាបាទតោះមកយើងបើកច្រមរបស់យើងហ្នឹងបងប្អូនដែលយើងបង្កើត Gmail លើកមុនហ្នឹងបាទហើយខ្ញុំសូមទាញរូបរបស់ខ្ញុំចេញមកខាងនេះបន្តិចកុំឲ្យបងប្អូនពិបាកនៅក្នុងការមើលអូខេនេះបន្ទាប់មកដល់ហើយនេះបងប្អូនសួរថាតើយើងធ្វើបែបណាដើម្បីចូលទៅកាន់ TikTok Ad website របស់ TikTok Ad បាទអញ្ចឹងបងប្អូនវាយពាក្យថា ads ad ហ្នឹងបាទ .tiktok no ខ្ញុំវាយខុស .tiktok.com តោះមកបងប្អូន enter ពងទៅគឺវាចូលទៅកាន់ website របស់ TikTok Ad ហើយអញ្ចឹងសួរថាយើងត្រូវធ្វើបែបណាទៀតបងប្អូនចុចពាក្យថា get start ក៏បាន login ក៏បានដែរបាទតោះមក get start បងប្អូនណាកន្លែងនេះគឺយើង sign up បងប្អូនណាមានថាយើងធ្វើការបង្កើតតែម្ដងឬក៏យើងចូលចុចពាក្យ login ក៏វាចូលទៅកន្លែងបង្កើតដែរបងប្អូនណានេះប៉ុន្តែយើងយកពាក្យ sign up now ទៅបាទគឺវាដូចតែគ្នាទេនេះបាទនេះគឺជាកន្លែងបង្កើតអញ្ចឹងសូមខ្វែងអញ្ចឹងបងប្អូនឲ្យតណាយើងអាចបង្កើតពីកន្លែង login ក៏បានយើងមកបង្កើតនៅកន្លែង sign up ផ្ទាល់ក៏បានគឺវាតែមួយទេបាទអញ្ចឹងខាងលើនេះយើងវាទៀមទីយើងដាក់ធ្វើការដាក់ email បងប្អូនណាអញ្ចឹងខ្ញុំសូមទៅយក email របស់ខ្ញុំបងប្អូនណានេះខ្ញុំចុចបើកជ្រុំមួយទៀតមកនេះខ្ញុំ copy email របស់ខ្ញុំនេះ email ដែលខ្ញុំបង្កើតវីដេអូមុនកាលពីវគ្គបាទវគ្គ3បងប្អូនបាទតោះខ្ញុំផាស email របស់ខ្ញុំចូលហើយសូម password បងប្អូនទាំងអស់គ្នាដាក់រៀងខ្លួនទៅខ្ញុំសូមបិទភ្នែកសិនបងប្អូនណាកុំឲ្យបងប្អូនឃើញអូខេបន្តមកទៀតនៅពេលដែលខ្ញុំដាក់ password អញ្ចឹងរួចហើយខ្ញុំធ្វើការចុច create កន្លែងនេះប៉ុន្តែកន្លែងនេះវាអត់ឲ្យយើងដាក់តែលេខអញ្ចឹងទេវាអត់សុវត្ថិភាពទេបងប្អូនណាអញ្ចឹងខ្ញុំមាន password របស់ខ្ញុំហើយខ្ញុំសូមទៅយក password ដែលខ្ញុំលាក់ទុកជាយូរឆ្នាំណាស់មកហើយជាយូរឆ្នាំណាស់មកហើយចាំតិចបងប្អូនទាំងអស់គ្នាបាទគឺខ្ញុំមាន line លាក់របស់ខ្ញុំដែលលាក់ឲ្យបងប្អូនដឹងទេនិយាយលេបងប្អូនបាទបងប្អូនត្រូវចាំមកពាក់ព័ន្ធជាមួយនឹង password ហ្នឹងគឺយើងដាក់ឲ្យវាអែមមកបងប្អូនណាបាទអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីបងប្អូនរងចាំ plate មកខ្ញុំបានយក password ខ្ញុំបានហើយបងប្អូនណាបាទ password ហ្នឹងគឺខ្ញុំធ្វើការចុច sign up យកតែម្ដងបន្តមកទៀតកន្លែងនេះវាឲ្យយើងរើសបងប្អូនណាបាទមុននឹងយើងចុច sign up ខ្ញុំភ្លេចប្រាប់បងប្អូននេះមុននឹងយើងចុច sign up បងប្អូន click គ្រានេះផងណាបាទអាពីរហ្នឹងយើងត្រូវតែ click ហើយយើងចុច sign up មកបាទបន្តមកវាឲ្យយើងរើសយើងទាយើងវាឲ្យយើងដាក់ថា select two object that are the same shape វាថាវាឲ្យយើងរើសអារូបណាដែលដូចគ្នាពីរមកអាលេខ2វាដូចគ្នាទំព័រវាខុសគ្នាក៏រូបរាងដូចគ្នាដែរអញ្ចឹងចុច confirm មកបាទគឺរួចរាល់បាទបន្តមកទៀតវានឹងផ្ញើលេខកូដ6ខ្ទង់ទៅកាន់ Gmail របស់បងប្អូនទាំងអស់គ្នាអញ្ចឹងសូមយើងយកពីណាយើងចូលទៅកាន់ Gmail របស់យើងមកបាទយើងចូលទៅនឹងឃើញ Gmail ហ្នឹងក៏ជួយបងប្អូននេះបាទអូខេចុច copy មកបាទហើយយើង control V មកផាសវាយកមកចូលផ្លឹបបាទតើមកយើងបានមកដល់ហើយបាទកន្លែងនេះគឺជាកន្លែងបំពេញព័ត៌មានផ្ទាល់តែម្ដងអញ្ចឹងបងប្អូនត្រូវមើលកន្លែងនេះឲ្យច្បាស់បងប្អូនណាបាទកន្លែងនេះយើងដាក់ឈ្មោះ business របស់យើងមកឥឡូវបងប្អូនឈ្មោះ business បងប្អូនឈ្មោះអីឥឡូវខ្ញុំដាក់Kinin Skin Care ចុះបងប្អូនណាបាទ Kinin Skin ចុះបាទអូ sorry បងប្អូនខាងលើខាងក្រោមទេទៅជាឈ្មោះខ្ញុំសុំទោសបងប្អូននេះខាងក្រោមយើងដាក់ Kinin Skin មកបាទបន្តមកខាងលើបងប្អូនចូលទៅយក website បើសិនជាបងប្អូនលក់ឬក៏ចង់ boot ពាក់ព័ន្ធមួយ skin care ណាបងប្អូនទៅយក website skin care មកឥឡូវខ្ញុំសូមទៅ set website skin care មួយហើយខ្ញុំទៅ copy link របស់គេខ្ញុំខ្ចីគេសិនបងប្អូនណានេះយើង copy ហើយនៅពេលដែលយើង copy ហ្នឹងបងប្អូននេះយើង copy ហ៎បងប្អូនយើងព្យាយាមអ្នក copy ទៅត្រឹម W ហើយមកដល់ត្រឹម .com ទីបានហើយយើងធ្វើការ copy វាមកបាទធ្វើការ copy វាមកហើយយើងយកមកផាសកន្លែងហ្នឹងមកបងប្អូនណាបាទផ្លឹបបងប្អូនយល់អីដែលខ្ញុំនិយាយហ៎បាទគឺឧទាហរណ៍បើសិនជាបងប្អូនលក់ឡានបងប្អូនទៅរក website ណាដែលពាក់ព័ន្ធជាមួយនឹងឡានយកមកដាក់បងប្អូនលក់ម៉ូតូដាក់ម៉ូតូបងប្អូនលក់ skin care ទៅរក website ស្តៀងគ្នាហ្នឹងអ្នកដែលគេហៅថាអ្នកដែលគេដាក់ skin care លក់ website ពាក់ព័ន្ធ skin care យកមកដាក់ដែរបងប្អូនទៅត្រូវណាបងប្អូនបាទអញ្ចឹងបន្តមកទៀតអាកន្លែងនេះ
បាទយើងអាចនិយាយបានអតកតករីក៏បាន industry ក៏បានបងប្អូនណាបាទកន្លែងហ្នឹងបងប្អូនត្រូវរើសបើសិនជា website យើង skin care ហើយយើងចង់លក់ skin care យើងត្រូវដាក់ជាមួយនឹង skin care ដែរបងប្អូនណានេះ beauty នេះសិតតែពាក់ព័ន្ធមួយ skin care បាទអញ្ចឹងមានតែប៉ុណ្្នឹងបន្ទាប់មកកន្លែង country ប្រទេសបងប្អូនរស់នៅទីណាបងប្អូនដាក់នៅទីហ្នឹងចោះបាទខ្ញុំសូមរើសយក Cambodia បាទបន្ទាប់មកទៀត phone number យើងក៏រើសយក Cambodia ដែរនេះបងប្អូនហើយយើងវាយលេខទូរស័ព្ទយើងហើយសួរលេខទូរស័ព្ទហ្នឹងលេខទូរស័ព្ទណាយើងដាក់លេខទូរស័ព្ទតែមួយជាមួយនឹង email យើង Gmail យើងហ្នឹងទៅបាទអញ្ចឹងខ្ញុំសូមឆែកលេខបន្តិចហើយនេះគឺជាមេរៀន2026បងប្អូន2025 2026ហ្នឹងហើយវាថ្មី update version ចុងក្រោយហ្នឹងបាទអញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទខ្ញុំចូលមិនបាច់ដាក់0ទេបងប្អូនណាបាទអូខេបន្តមកទៀតយើងចុច clear នេះទាំងពីរមកហើយចុច continue វានឹងផ្សាយលេខកូដ4ខ្ទង់មកកាន់លេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងចាំអ៊ុតមើលមកឲ្យបាទទូរស័ព្ទខ្ញុំសេវាខ្លាំងលឿនណាបាទ20កូដ21យ៉ា2021ទៀតលេខកូដ4ខ្ទង់គេនេះល្អតាអូខេបន្តមកយើងបានគណនី TikTok យើងចុច agree មកបងប្អូនបាទអូខេយើងចុច agree មកបាទយើងបានគណនី TikTok មួយហើយបាទអញ្ចឹងនេះគឺជាមេរៀននៅក្នុងការបង្កើតបាទ platform TikTok Ad ឬក៏ account គណនី TikTok Ad សម្រាប់យើងមកធ្វើការ boot promote ផលិតផលបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅជួបគ្នាមេរៀនទី5នៅក្នុងការរៀបចំ set up ក៏ដូចជាវិធីនៅក្នុងការ add card ចូលទៅកាន់បាទ TikTok Ad payment របស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងអរគុណយើងជួបគ្នាមេរៀនទី5ទាំងអស់គ្នាបាយបាយ